បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទមកជួបនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយបាទជាមួយនឹងការបង្ហាញនៅសត្វព្រៃបាទគ្រប់ប្រភេទនៅក្នុងប្រទេសជាតិកម្ពុជាយើងបាទថ្ងៃនេះដែរចង់នាំបងប្អូនមកទស្សនាជាមួយនឹងការបង្ហាញនៅដំរីពីរក្បាលបាទគឺចម្ប៉ានិងរំដួលបាទដោយបងប្អូនធ្លាប់ឃើញស្ដាប់ហើយបាទខ្ញុំតែងតែបង្ហាញនៅដំរីដូចជាលំផាត់ចំណាមអីផ្សេងបាទហើយថ្ងៃនេះដែរដោយបងប្អូនឃើញស្ដាប់ហើយពីរនេះគឺចម្ប៉ានិងរំដួលបាទហើយចម្ប៉ានិងរំដួលនេះបាទគឺចម្ប៉ាជាដំរីឈ្មោះរំដួលជាដំរីញីបាទហ្នឹងហើយដូចបងប្អូនឃើញអូគេលេងជាមួយនឹងដើមឈើបាទកាច់ដើមឈើកាច់អីហ្នឹងក្នុងទ្រុងគេហ្នឹងបាទសុបាយគេហ្នឹងមើលបងប្អូនឃើញស្រាប់ហើយបាទហើយដំរីទាំងពីរក្បាលនេះបាទអូនេះបាទនេះទាញបាទទាញដើមឈើទាញអីបាទហើយទាញដើមឈើនេះដែរបាទគឺជារំដួលបាទរំដួលជាដំរីញីព្រោះដំរីញីវាអត់មានភ្លុកទេបាទដំរីឈ្មោះមានភ្លុកវាវែងតែដោយសារចម្ប៉ាអូជន់លុយបាទជន់រេលមកខ្លាំងមែនតែនបាទអូហើយចម្ប៉ាគឺជាដំរីឈ្មោះបាទវាមានភ្លុកតែគាត់ថាឥឡូវវាទុំដោះបានបន្តិចទេអត់តន់វែងទេដោយបងប្អូនឃើញសាគោបាទសាគោអញ្ចឹងដែរបាទសាគោមើលដំរីឈ្មោះបាទភ្លុកវាវែងណាស់ហើយកាចបាទហើយដំរីពីរក្បាលនេះដែរគឺជាដំរីដែលមកពីប្រទេសឡាវដូចខ្ញុំធ្លាប់តែងតែប្រាប់នៅបងប្អូននៅក្នុងវីដេអូខ្ញុំមុនស្រាប់ហើយបាទថាប្រវត្តិរបស់ដំរីនេះមកពីណាហើយប្រវត្តិហ្នឹងមកពីអីអញ្ចឹងបាទគឺក្នុងវីដេអូមុនអញ្ចឹងបងប្អូនអាចទៅទស្សនានៅវីដេអូមុនបានចំពោះចម្ប៉ានឹងរំដួលនេះបាទហើយពេលនេះឥឡូវពេលនេះពីអ្នកគេនេះកំពុងតែបេះស្លឹកឈើបាទអូស៊ីស្លឹកឈើម្ដងបាទអញ្ចឹងនោះបាទបងប្អូនឃើញភ្លុកគេខ្លីតិចនៅកន្លែងចិត្តប្រម៉ោយគេហ្នឹងបាទនឹងឲ្យចម្ប៉ាបាទនឹងឲ្យគឺជាចម្ប៉ាហើយមានភ្លុកគេដោះមករយតិចហ្នឹងបាទដូចរួមយើងអញ្ចឹងបាទហើយតម្រៃពីក្បាលនេះនៅពេលដែលយើងជិះមកពីចូលច្រកចូលភ្នំតាម៉ៅយើងនឹងអាចឃើញមុនគេបាទមិនទាន់ដល់កន្លែងចំណាមឲ្យនៅលំផាត់ទេគឺយើងឃើញតម្រៃពីរនេះគឺមុនគេបាទនៅខាងស្ដាំដៃពេលយើងផ្លូវចូលបត់ចូលមកបាទអញ្ចឹងបងប្អូនមកអាចចូលទស្សនាលេងមើលលេងសិនក៏បានដែរបាទគឺហើយចាំយើងហួសទៅមើលចម្ប៉ាលំផាត់ហើយនឹងចំណាមបាទហ្នឹងហើយបើបងប្អូនទាំងអស់គ្នាដែលចង់បានទស្សនានៅវីដេអូសត្វព្រៃណាផ្សេងអាចខមមិនឬក៏អាចឆាតបានដែរបាទអាចឆាតឬខមមិនថាចង់ទស្សនានៅសត្វអីអញ្ចឹងអាចមកពួកខ្ញុំនឹងព្យាយាមថតជូនបងប្អូនទស្សនាហើយសូមបងប្អូនកុំភ្លេចជួយចុច like និង share ហើយនឹងដូចជាខមមិនផ្សេងបាទ subscribe អីបាទដល់វីដេអូនេះផងបាទសូមអរគុណច្រើនចាំជួបគ្នានៅឱកាសក្រោយទៀតបាទបាយបាយជំរាបលា